រដ្ឋបាលខេត្តសៀមរាបចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនការអនុវត្តរយៈពេល5ឆ្នាំដំណាក់កាលទី2នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៅថ្ងៃទី22ខែឧសភាឆ្នាំ2026ឯកឧត្តមតៅគឹមសៀនសមាជិកក្រុមប្រឹក្សាខេត្តសៀមរាបនិងលោកសុកថុលអភិបាលរងខេត្តបានដឹកនាំថ្នាក់ដឹកនាំខេត្តមន្ទីរអង្គភាពចូលរួមសិក្ខាសាលាថ្នាក់ជាតិដើម្បីផ្សព្វផ្សាយផែនការអនុវត្តរយៈពេល5ឆ្នាំដំណាក់កាលទី2នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិតាមរយៈប្រព័ន្ធវីដេអូក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសិន្ទបណ្ឌិតសសុខាអបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិមានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិសិន្ទបណ្ឌិតសសុខាបានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមលោកជំទាវលោកស្រីជាសមាជិកានៃកោជអបរួមនឹងដៃគូពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមដឹកនាំសម្រាប់សម្រួលដំណើរការរៀបចំនិងអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការឲ្យមានការវិវត្តទៅមុខតាមដំណាក់កាលនីមួយៗនិងបានសម្រេចសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើនជាពិសេសការចូលរួមគាំទ្រការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការតាំងពីដំណាក់កាលដំបូងរហូតដល់បច្ចុប្បន្នសម្រេចបានជោគជ័យជាបន្តបន្ទាប់ឯកឧត្តមអភិសិន្ទបណ្ឌិតសសុខាមានប្រសាសន៍បញ្ជាក់ថាសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដែលបានបង្កើតឡើងក្នុងរយៈពេលជិត20ឆ្នាំកន្លងមកនេះពិតជាមិនអាចសម្រេចបានដោយរលូននោះឡើយប្រសិនបើរាជរដ្ឋាភិបាលពុំបានតម្កល់ឆន្ទៈនយោបាយមុតមមនិងច្បាស់លាស់និងការចូលរួមគាំទ្រយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្ត្រីបច្ចេកទេសនៃក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍអង្គការសង្គមស៊ីវិលវិស័យឯកជននិងសាធារណជនកំណែទម្រង់ទាំងនេះគឺជាកំណែទម្រង់ផ្នែកអភិបាលកិច្ចដែលមានសារៈសំខាន់យ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលត្រូវបានចាត់ទុកជាស្នូលនៃយុទ្ធសាស្ត្រចតុកោណអស់រយៈពេល4អាណត្តិកន្លងមកព្រមទាំងបន្តធ្វើជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលបន្តទៀតឯកឧត្តមអភិសិន្ទបណ្ឌិតមានប្រសាសន៍បញ្ជាក់ទៀតថាគិតមកទល់ពេលនេះកោជអបបានអនុវត្តបញ្ចប់កម្មវិធីជាតិរយៈពេល10ឆ្នាំដំណាក់កាលទី1និងឈានមកអនុវត្តកម្មវិធីជាតិដំណាក់កាលទី2សិទ្ធិអំណាចលើការគ្រប់គ្រងចាត់ចែងមុខងារនិងធនធានទាំងនោះត្រូវបានផ្ទេរទៅឲ្យក្នុងបែបផែនជាការប្រគល់និងការធ្វើប្រតិភូកម្មដើម្បីធានាដល់ការពង្រឹងនិងលើកកម្ពស់ភាពម្ចាស់ការនិងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងចាត់ចែងនិងអនុវត្តមុខងារនិងធនធានទាំងនោះក្នុងដែនសមត្ថកិច្ចរបស់ខ្លួនហើយការផ្ដល់សេវាចាំបាច់នានាត្រូវបានលើកកម្ពស់ទាំងគុណភាពនិងប្រសិទ្ធភាពជាពិសេសរៀបចំឲ្យមានការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយដែលស្ថិតក្រោមការគ្រប់គ្រងនិងចាត់ចែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗដែលប្រការនេះបានធ្វើឲ្យការផ្ដល់សេវារដ្ឋបាលទាំងនោះមានភាពងាយស្រួលឆាប់រហ័សមានតម្លាភាពនិងគណនេយ្យភាពឯកឧត្តមអបនាយករដ្ឋមន្ត្រីបង្ហាញថាគម្រោងហេដ្ឋារចនាសម្ព័ន្ធគម្រោងសេវាសង្គមនិងគម្រោងបង្កើនប្រាក់ចំណូលជាច្រើនត្រូវបានរៀបចំនិងអនុវត្តក្រោមការដឹកនាំសម្របសម្រួលនិងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានព្រមទាំងបានផ្សារភ្ជាប់ជាមួយគោលនយោបាយលើកកម្ពស់សេដ្ឋកិច្ចជាតិនិងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយបរិយាបន្ននិងសមធម៌សង្គម